បងស្វាអ្នកនៅឯណាខ្ញុំត្រឡប់មកវិញបានប៉ុន្មានថ្ងៃហើយប្រឡាក់ពេញខ្លួនដោយធូលីដីខ្ញុំត្រូវតែងូតទឹកសម្អាតខ្លួនឲ្យបានស្អាតទើបអាចត្រឡប់ទៅជួបលោកគ្រូវិញបានបើអញមានចិត្តស្មោះត្រង់យ៉ាងនេះកាលពីមុនមិនគួរចេញទៅសោះបងស្វាអ្នកលោកគ្រូកុំលេងសាច់អីតោះពួកយើងប្រញាប់ទៅជួយសង្គ្រោះប្អូនប្រុសសាវិញមកដេញខ្ញុំទៅមកដេញខ្ញុំទៅមកដេញខ្ញុំទៅប្រញាប់មកដេញខ្ញុំវ៉ាប្រញាប់មកដេញខ្ញុំទៅរងចាំខ្ញុំផងប្រញាប់មកដេញខ្ញុំទៅ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 ប្រញាប់មកដេញខ្ញុំវ៉ាប្រញាប់មកដេញខ្ញុំទៅរងចាំខ្ញុំផងប្រញាប់មកដេញខ្ញុំទៅអោះលែងខ្ញុំទៅបើមិនដូច្នោះទេពុកខ្ញុំមិនលើកលែងឲ្យញាក់ទេពុកឯងជាញាក់ណាពុកខ្ញុំគឺស្ដេចបិសាចខោលឿងអាត្មាឯងកំពុងតែរកលើពុកឯងនឹងហើយមហាទេពសូមមេត្តាទុកជីវិតកូនខ្ញុំផងញាក់ជាមនុស្សធម្មតាតើហេតុអ្វីបានជាប្រកាសបានកូនបិសាចពីរនាក់យ៉ាងនេះប្រហែលជាអ្នកគឺជាម្ចាស់សិទ្ធិនៃនគរបូសៀងដែលលោកគ្រូបាននិយាយប្រាប់ហើយមើលទៅនាងខ្ញុំនេះហើយគឺព្រះនាងប៉ៃហួរនៃនគរបូសៀងអាមីតាពុទ្ធដូច្នេះគឺព្រះនាងតេតាដែលបានជួយសង្គ្រោះលោកគ្រូអាត្មាអញចាស់សុនសូមគោរពអរគុណនៅទីនេះលោកតូចមិនបាច់គោរពច្រើនពេកទេក្មេងទាំងទីនេះទោះបីជាបិសាចមែនតែខ្ញុំនឹងអប់រំយ៉ាងតឹងរឹងនៅតែសូមលោកគ្រូអត់ទោសឲ្យពួកគេផងអាត្មាអញចាស់សុនក៏មិនមែនឃើញបិសាចហើយវាយដែរឲ្យតែពួកគេប្រព្រឹត្តអំពើល្អទៅបានហើយព្រះនាងបើព្រះនាងអាចជួយសង្គ្រោះលោកគ្រូខ្ញុំបានអញ្ចឹងប្អូនប្រុសសាក៏សូមព្រះនាងមេត្តាជួយផងចុះពេលនោះដោយសារបិសាចខោលឿងបានដឹកនាំបរិវារចេញទៅទើបខ្ញុំមានឱកាសតែពេលនេះអាត្មាអញមានវិធីហើយមើលការប្រែរូបចិត្ត12របស់អាត្មាអញចុះម៉ាក់ពីរនាក់លោកជំទាវទៅទីណាហើយបានធ្វើឲ្យពួកយើងពិបាករកម្លេះកូនខ្ញុំទាំងពីរនាក់មិនដឹងរកទៅណាទេពួកអញចេញទៅរកមើលទៅបងធំទី2បងមិនក៏ហ៊ានធ្វើបែបនេះទៅប្អូនអើយប្អូនធ្វើឲ្យបងព្រួយចិត្តស្ទើរតែស្លាប់ហើយហាហាហាប្រសិនបើខ្ញុំទៅប្រយុទ្ធជាមួយបិសាចនោះនៅនគរបវរលក្ខជាមិនរួចទេដែលនឹងធ្វើឲ្យប្រជាជនរងរបួសប្អូនអ្នកទាំងពីរទៅនគរបវរលក្ខហើយគ្រាន់តែនិយាយថាខ្ញុំតាសុនបានបំផ្លាញរោងភ្នំរបស់វាចាប់ប្រពន្ធកូនវាដើម្បីតាក់ទាញបិសាចនោះឲ្យមកទីនេះស៊ុបបីរើសនេះពិតជាអាហារដ៏ឈ្ងុយឆ្ងាញ់អស្ចារ្យមែនអាបិសាចអាវលឿងឯងរោងភ្នំរបស់ឯងត្រូវគេវាយកំទេចអស់ហើយឯងបែរជាមានអារម្មណ៍អង្គុយស៊ីផឹកយ៉ាងសប្បាយរីករាយទៅវិញស្អីគេអាលោកសឹងសក់រួញឯងចេញមកពីណានឹងច្បាស់ណាស់គឺបានកំតែរោងភ្នំរបស់ឯងរួចហើយទើបចេញមកលោកជំទាវអ្នកបំរើនំចំណៃអស់ហើយព្រះនាងនៅឯណា
ហ៊ីង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 ព្រះស្វាមីកូនកូនរបស់យើងត្រូវបានអាលោកសឹងមុខជ្រូកនោះសម្លាប់អស់ហើយស្អីគេខ្ញុំនឹងទៅកម្ចាត់លោកគ្រូថាងនិងសិនរបស់គាត់ភ្លាមដើម្បីសងសឹកឲ្យកូនរបស់យើងព្រះស្វាមីបើព្រះអង្គយាងទៅបាត់ប្រសិនបើពួកត្រូវត្រឡប់មកធ្វើបាបខ្ញុំវិញខ្ញុំគួរធ្វើដូចម្ដេចលោកព្រះនាងនេះជាធាតុក្នុងខ្លួនរបស់ខ្ញុំហ៎អាចប្រើសម្រាប់ការពារខ្លួនបានលោកជំទាវកុំយកមេដៃខ្ទាស់វាឲ្យសោះបើមិនដូច្នេះទេវិធីសាស្ត្របំផ្លាញខ្លួនរបស់ខ្ញុំនឹងត្រូវបែកធ្លាយហ៎ហ៎ព្រះនាងហេតុអីបានជាព្រះនាងធ្វើបែបនេះស្វាមីមើលខ្ញុំជាអ្នកណាមហាទេពហ៎ឯងស្គាល់ខ្ញុំមិនបានពួកអាកូនចៅអើយចិនមកទាំងអស់តាមខ្ញុំទៅប្រយុទ្ធពួកអាកូនចៅវាយពួកវាទៅ